យើងមានកោះយើងមានឆ្នេរដ៏សែនស្រស់ស្អាតខ្លាំងតែយើងនៅមិនទាន់មានភ្ញៀវបរទេសបានស្គាល់ពីយើងច្រើននៅឡើយទេថ្ងៃនេះខ្ញុំមានវីដេអូពីកោះរុងសន្លឹមដែលជាកោះធំមួយដែលមានឆ្នេរសមុទ្រវែងមានឆ្នេរខ្សាច់សស្អាតដែលមានគុណភាពល្អខ្លាំងនិងមានទីតាំងពិសេសនិងស្រស់ស្អាតជាច្រើនទៀតដែលមាននៅលើកោះរុងសន្លឹមនេះបងប្អូនអាចចូលរួមផ្សព្វផ្សាយពីតំបន់ទេសចរណ៍ដ៏ស្រស់ស្អាតមួយនេះជាមួយខ្ញុំបានដោយគ្រាន់តែជួយ share នៅវីដេអូមួយនេះដើម្បីឲ្យមិត្តភ័ក្តិបងប្អូនទាំងអស់គ្នាបានឃើញនិងស្គាល់ពីសម្រស់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជាយើងកោះរុងសន្លឹមស្ថិតនៅក្បែរនឹងកោះរុងដែរទេហើយនៅកោះរុងសន្លឹមក៏មានឆ្នេរខ្សាច់សនិងទឹកសមុទ្រខៀវថ្លានិងមានធនធានធម្មជាតិមិនចាញ់កោះរុងទេប៉ុន្តែនៅកោះរុងសន្លឹមនេះហាក់មានភាពស្ងប់ស្ងាត់ល្អខ្លាំងសម្រាប់បងប្អូនដែលចូលចិត្តភាពស្ងប់ស្ងាត់នាថ្ងៃឈប់សម្រាកខ្ញុំគិតថាកោះរុងសន្លឹមពិតជាស័ក្តិសមនឹងទទួលបានឯកជនភាពល្អសម្រាប់ការស្នាក់នៅមែនទែនដើម្បីឡើងទូកទៅកាន់កោះរុងសន្លឹមយើងត្រូវធ្វើដំណើរមកកាន់កំពង់ផែទេសចរក្រុងព្រះសីហនុហើយបងប្អូនអាចធ្វើការទិញសំបុត្រទូកនៅទីតាំងកន្លែងឡើងទូកដោយផ្ទាល់ឬក៏អាចធ្វើការកក់ទុកជាមុនក៏បានតាមរយៈលេខទូរស័ព្ទខាងក្រោមនេះបានរាល់ពេលដែលខ្ញុំធ្វើដំណើរទៅកាន់កោះរុងឬក៏កោះរុងសន្លឹមគឺខ្ញុំតែងតែធ្វើដំណើរទៅតាមក្រុមហ៊ុនទូក Buvasi ក៏ដោយសារតែម៉ោងចេញដំណើររបស់គាត់គឺមានច្រើនជម្រើសនិងទៀងទាត់ល្អហើយក្រុមហ៊ុនគាត់មិនទុកលើសចំណុះទេអញ្ចឹងគឺពិតជាសុវត្ថិភាពនិងជាជម្រើសល្អហើយខ្ញុំតែងតែជ្រើសរើសនៅសេវាកម្មរបស់គាត់សម្រាប់ការធ្វើដំណើរទៅកាន់កោះរុងសន្លឹមគឺចំណាយពេលប្រមាណជា40នាទីគឺចំណាយពេលដូចគ្នានឹងការធ្វើដំណើរទៅកោះរុងដែរទេបន្ទាប់ពីធ្វើដំណើរប្រមាណជា40នាទីយើងក៏បានមកដល់កោះរុងសន្លឹមដែលឆ្នេរនេះមានឈ្មោះថាឆ្នេរសារ៉ាសិនគឺជាឆ្នេរដែលវែងជាងគេនៅទឹកដីកោះរុងសន្លឹមនេះហើយនេះជាកន្លែងដែលខ្ញុំបានមកស្នាក់នៅទីនេះពិតជាមានបរិយាកាសស្ងប់ស្ងាត់ល្អខ្លាំងណាស់ហើយខ្ញុំក៏ចង់ចែករំលែកកន្លែងដែលខ្ញុំបានស្នាក់នៅនេះជូនបងប្អូនទាំងអស់គ្នាឲ្យបានស្គាល់ដែរទីនេះមានឈ្មោះថា Eden Beach Resort by EHM ខ្ញុំពិតជាមានអារម្មណ៍ថាចូលចិត្តកន្លែងគេងមួយនេះខ្លាំងក៏ដោយសារតែការរៀបចំកន្លែងរបស់គាត់នៅតំបន់សមុទ្រទេប៉ុន្តែមានដាំដុះរុក្ខជាតិជាច្រើនប្រភេទខ្ញុំមានអារម្មណ៍ថាដូចកំពុងតែស្នាក់នៅតំបន់ព្រៃភ្នំអញ្ចឹងបែបនេះហើយវាធ្វើឲ្យកន្លែងដែលយើងស្នាក់នៅពិតជាមានអាកាសធាតុត្រជាក់ល្អនិងទទួលបានអារម្មណ៍ស្រស់ស្រាយមែនទែនបងប្អូនមកមើលពីក្នុងបន្ទប់គេងវិញគឺមានការរៀបចំបានស្អាតប្រណិតល្អខ្លាំងមែនទែនវាពិតជាគួរឲ្យយើងចង់សម្រាកខ្លាំងណាស់ហើយសម្រាប់ restaurant កន្លែងញ៉ាំអាហារនេះវិញគឺថាមានទេសភាពកាន់តែស្អាតទៀតហើយគឺនៅជាប់នឹងឆ្នេរសមុទ្រតែម្ដងបងប្អូនយើងអាចអង្គុយញ៉ាំអាហារបណ្ដើរគយគន់ទេសភាពទឹកសមុទ្រពណ៌ខៀវស្រងាត់បណ្ដើរគឺថាស្រស់ស្រាយខ្លាំងតែម្ដងហើយនៅជាប់នឹង restaurant នេះមាន swimming pool ធំមួយដែលយើងអាចហែលទឹកលេងបានអញ្ចឹងសម្រាប់បងប្អូនដែលមានកូនតូចគឺថាត្រូវចិត្តពួកគាត់តែម្ដងហើយនៅពេលយប់ឡើងគឺខាង resort គេមានជា fire show ការសម្ដែងនេះគឺពិតជាលយខ្លាំងហើយនេះក៏ជាលើកទី1ដែរដែលខ្ញុំបានឃើញការសម្ដែងបែបនេះផ្ទាល់ហើយខាង resort គេក៏មានលក់ជា buffet ដែលយើងអាចកំងមកអង្គុយញ៉ាំបណ្ដើរទស្សនាការសម្ដែង fire show បណ្ដើរពិតជាទទួលបានអារម្មណ៍ស្រស់ស្រាយមែនទែនបងប្អូនទាំងអស់គ្នានៅពេលដែលមកលេងនៅកោះរុងសន្លឹមនេះកុំរំលងឲ្យសោះការជួលម៉ូតូជិះលុកលុយដើរលេងនៅលើកោះរុងសន្លឹមក៏ព្រោះតែនៅលើកោះរុងសន្លឹមនេះគឺមានកន្លែងស្អាតជាច្រើនហើយនៅខាងកោះរុងសន្លឹមយើងឥឡូវក៏មានម៉ូតូជួលដូចនៅខាងកោះរុងដែរហើយតម្លៃនៃការជួលក៏សមរម្យល្អបងប្អូនអាចសាកសួរពីព័ត៌មាននៃការជួលម៉ូតូជាមួយបងដែលនៅខាង resort បានគ្រាន់តែថាផ្លូវនៅខាងកោះរុងសន្លឹមនេះគឺមិនទាន់បានចាក់បេតុងស្អាតដូចនៅខាងកោះរុងទេប៉ុន្តែវាជាផ្លូវក្រួសក្រហមដែលបានឈូសបានស្អាតល្មមដែលអាចយើងធ្វើដំណើរបានងាយស្រួលហើយបងប្អូនកុំភ័យខ្លាចវង្វេងតាមផ្លូវនៅលើកោះរុងនេះគឺមានគេដាក់ផ្លាកសញ្ញាតាមផ្លូវជាប់រហូតនិងមានសេវាទូរស័ព្ទ smart ដែលយើងអាចមើល map បាន
ហើយនៅតាមផ្លូវគឺមានប្រជាជនដែលរស់នៅលើកោះពួកគាត់ធ្វើដំណើរទៅមករហូតមិនស្ងាត់ទេអញ្ចឹងយើងកុំបារម្ភភ័យខ្លាចវែងអីនៅលើកោះគឺមានមនុស្សធ្វើដំណើរជាប់រហូតហើយនេះជាកន្លែងស្អាតដែលខ្ញុំបានជិះទៅលេងកន្លែងនេះគេហៅថា Stone Carving ជារូបចម្លាក់ប្រាសាទអង្គរវត្តដែលបានឆ្លាក់នៅលើផ្ទាំងថ្មធម្មជាតិផ្ទាល់តែម្ដងហើយរូបចម្លាក់ទាំងនេះពិតជាឆ្លាក់បានស្រស់ស្អាតល្អពិតជាប្លែកមួយយ៉ាងដែរបងប្អូនទាំងគ្នានៅពេលដែលយើងមកដល់កោះរ៉ុងសន្លឹមប៉ុន្តែយើងមានអារម្មណ៍ថាដូចកំពុងតែនៅសៀមរាបក៏ព្រោះតែនៅទីនេះមានចម្លាក់ស្អាតដែលឆ្លាក់នៅលើផ្ទាំងថ្មធម្មជាតិដ៏ធំនេះហើយទីតាំងបន្ទាប់នេះគឺនៅមិនឆ្ងាយប៉ុន្មានទេពីកន្លែងចម្លាក់ថ្មដែលទីនេះមានឈ្មោះថា View Point Lazy Beach នៅពេលដែលបងប្អូនទាំងអស់គ្នាមកលេងកោះរ៉ុងសន្លឹមបើមិនបានមកថតរូបលេងនៅទីនេះទេគឺពិតជាគួរឲ្យស្ដាយខ្លាំងណាស់ទីនេះគឺជាចំណុចដែលខ្ពស់ជាងគេនៅកោះរ៉ុងសន្លឹមដែលយើងអាចអង្គុយមើលថ្ងៃលិចពីទីនេះទៅបានឃើញច្បាស់តែម្ដងហើយនៅខាងស្ដាំដៃខ្ញុំនេះខាងក្រោមនោះគឺជាឆ្នេរ Lazy Beach បងប្អូនទាំងអស់គ្នាក៏អាចចុះទៅលេងនៅឆ្នេរនេះបានដែរហើយយើងក៏អាចអង្គុយទស្សនាថ្ងៃលិចដ៏ស្រទន់ពីឆ្នេរនេះទៅបានដែរហើយវីដេអូចែករំលែកពីតំបន់ដ៏ស្រស់ស្អាតនៃទឹកដីកោះរ៉ុងសន្លឹមរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតមកដល់ចប់ជួបគ្នាជាមួយខ្ញុំនៅវីដេអូថ្មីជាបន្តទៀតអរគុណច្រើនជម្រាបលាបាយបាយ